បងដឹងអត់ថាកំណត់ឬមួយក៏ idea នៅពីក្រោយបែបការដែលពួកយើងលក់ដាច់ទៅតាម season ហ្នឹងភាគច្រើនគឺបានមកពីណាពីមួយ season ទៅមួយ season ពួកយើងតែងតែស្វែងរកអីដែលថ្មីភាពងាយស្រួលជាពិសេសគឺតម្លៃនឹងតែម្ដងហើយសម្រាប់ idea វិញពួកយើងតែងតែស្វែងរកធ្វើម៉េចឲ្យទាន់ trend ហ្នឹងហ្មងតែសំខាន់បងគឺ trend គេឥឡូវហ្នឹងគឺលឿនមែនតើហើយពេលខ្លះហ្នឹងក៏មើលម្លងដែររឿង trend ហ្នឹងដូចជាពណ៌ផ្កាជាដើមគេច្រើនណាស់មកឡាមេមួពេលដែលគាត់មកកំងផ្កាសម្រាប់ចូលកម្មវិធីផ្សេងអីចឹងគាត់តែងតែកំងពណ៌ធ្វើម៉េចឲ្យត្រូវមួយកម្មវិធីរបស់គាត់អញ្ចឹងណាហើយពួកយើងក៏បានច្នៃទៅតាមជាក់ស្ដែងហើយពេលដែលយើងច្នៃរួចរាល់ហើយអស់យើងតែងតែថតរូបផុសនៅក្នុង page ហើយក៏មានភ្ញៀវដែលគាត់មកក្រោយផ្សេងគាត់ចាប់អារម្មណ៍ពី mode ដែលភ្ញៀវcustom ហ្នឹងបាទខ្ញុំថាភាគច្រើន mode ដែលទូឬមួយក៏លក់ដាច់នៅតាម season គឺ idea បានមកពីភ្ញៀវភាគច្រើនហ្មងចឹងមិនថា mode ខ្លះស្អាតក៏មិនប្រកាសថាត្រូវតម្រូវការរបស់ភ្ញៀវដែរហើយជប់ season នេះពួកយើងបានប្រមូល idea ពីភ្ញៀវហើយយើងយកមកច្នៃទៅតាមតម្រូវការរបស់ពួកគាត់បានន័យថាយើង focus ទៅលើពណ៌ទៅលើ mode ជាពិសេសគឺតម្លៃហ្មងពួកយើងធ្វើត្រូវទៅតាមតម្រូវការរបស់បងហើយខ្ញុំជឿថាសម្រាប់ season នេះគឺ mode ផ្កាអីគឺផ្ដល់ភាពងាយស្រួលហ្មងដល់បងសម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងអញ្ចឹងណាហើយសម្រាប់តម្លៃក៏ដូចគ្នាពួកយើងព្យាយាមចំបាច់តម្លៃធ្វើម៉េចឲ្យវាកាន់តែ special អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបើសិនជាបងមានចម្ងល់អីអាចឆាតមកកាន់ Telegram ឬមួយក៏ Page ដែលពួកយើងដាក់នៅខាងក្រោមវីដេអូ